ដំបងគាត់ជិះចេញមកហើយឃើញខ្សែពីរនាក់គាត់ជិះមកហើយដល់ពេលទៅគាត់និយាយថាគាត់ខ្លាចបុកគ្នាអញ្ចឹងណាខាងនោះគាត់ក៏ play ហើយគាត់ងាកមើលហើយដល់ពេលទៅខាងគាត់ហ្នឹងគាត់ក៏ play ដែរអញ្ចឹងណាផែមកតែរឿងក៏ play ហ្នឹងដល់ពេលទៅគាត់ជិះមកហើយគាត់ជិះចូលកន្លែងបាប្រាំងហើយជាចូលបិទស្លាកលេខអីមិនដឹងអីមិនដឹងអីឃើញតែមកគាត់ជិះមកវិញហើយគាត់ជិះឆាបខ្ញុំព្រោះធាក់ខ្ញុំអញ្ចឹងទៅដល់ពេលសង្សារខ្ញុំគាត់ស្កិចតនេះអញ្ចឹងណាហើយដល់ពេលទៅគាត់ឃើញពួកនេះជិះមកអញ្ចឹងទៅវាតពីក្រោយមកហើយដល់ពេលទៅវាថាខ្ញុំថាឲ្យសង្សារជាតន់ប្រាប់អញ្ចឹងទៅជិះមានដល់តន់ឲ្យវាធាក់មុនបាត់តែកាបងខ្មៅនឹងពីបងម៉ូតូខ្ញុំអត់សូវចាំព្រោះវាស៊ីអាហើយតែមានឃើញជនសង្ស័យធាក់ម៉ូតូអាបងប្អូនគ្នា3នាក់នេះខ្ញុំដំបូងមុនកើតហេតុហ្នឹងខ្ញុំអង្គុយផឹកនៅលើកង់3នៅផ្លូវ103ហ្នឹងហ្នឹងហើយខ្ញុំអង្គុយផឹក3នាក់ហ្នឹងខ្ញុំឃើញម៉ូតូគាត់ហ្នឹងម៉ូតូជនของខ្លួនហ្នឹងគាត់ជិះ3នាក់ហ្នឹងហើយអាម៉ូតូអាអ្នកធាក់គាត់ហ្នឹងជិះ3នាក់ដែរ3នាក់ដែរបាទជិះ3នាក់គឺជិះទៅគ្នាស្មើគ្នាគាត់ដែរហ្នឹងគាត់ជិះទៅគ្នាគាត់អត់មានស្រែកមានអីទេគាត់មកជិះម៉ូតូអាកន្លែងផ្លូវកាយហ្នឹងគាត់ធាក់មកទៅធាក់ឡើងប៉ៅថាគេដាក់បារាំងប៉ូលីសគេដាក់ហាងគាត់ហ្នឹងឡើងប៉ៅតិចដល់ម៉ូតូពីកន្លែងនោះម៉ូតូប៉ៅឡើងហ្នឹងហើយបងនេះគាត់ត្រូវជើងឡើងបាក់ជើងហើយបាក់ថ្មិញបាក់ថ្មិញតិចបាទលឿនធាក់បានឡើងបាក់ដៃចង្កូតម៉ូតូមិនដល់ម៉ូតូនោះចិត្តផ្លោងទៅបុកនឹងរបាំងបាននៅផ្លូវមកទន្លេហើយជនគ្រូក៏ទៀតបានមកប៉ះនឹងខឿនបានបណ្ដោយបែកបាក់ថ្មិញបានរងរបួសយ៉ាងធ្ងន់ធ្ងរអផងដែរវាអត់មានស្រែកទេវាជិះរត់បានបងវាជិះរត់បានហ្មងវាជិះម៉ូតូអីដឹងហ៎ជិះសងរៀបសងហ៎វ័យហើយមិនដឹងហ៎យើងបាក់គាត់ដាក់ដៃចង្កូតម៉ូតូប្រហែលម៉ូតូមិនធាក់ដៃមិញម៉ូតូ2នាក់សងតែម៉ូតូទៅចឹងបាទអីលបឿនលឿនដែរមែនមកវាធាក់ដួលរហូតដល់ដាក់ខ្លួនចឹងមុនជិះរៀងយឺតដែរតែវាជិះមកក្រោយតមកក្រោយតពេលដែលវាធាក់វាមានស្រែកអីអត់ពេលវាធាក់វាថាដូចជាឯងមិញទៅលេគេអូធាក់ឲ្យស្រែកថាឯងទៅលេគេបាទប៉ុន្តែមានចង្ហាន់ម៉ូតូវាបានម៉ូតូវាសង0ប៉ុន្មាន23ឡើង023ឡើងវាលើកឡើងថានៅសាកផ្លេបាទលើកឡើងសាកផ្លេចេញពីសាកដាមកចេញពីសាកដាមកលេងវាមកបត់អាផ្លូវកន្លែងបារាំងនេះលេងវាងាកមើលមុខខ្ញុំងាកមើលមុខហើយលេងមកដល់មុខនេះខ្ញុំជិះតិចទេតែវាជិះមកពីក្រោយធាក់នេះគាត់នេះតែគាត់នេះគេផុតហើយលេងគាត់ម៉ូតូនេះបាញ់វាធាក់មិញឯងអ្នកបើកឬក៏អ្នកបើកគាត់ឯងអ្នកបើកធាក់អ្នកបើកនេះធាក់ដៃម៉ូតូយកអញ្ចឹងអូនអ្នកអង្គុយក្រោយគាត់អង្គុយក្រោយខ្ញុំអង្គុយកណ្ដាលអូអញ្ចឹងឯងម៉ូតូជិះ3នាក់បាទចឹងអូនអ្នកបើកអូនឯងអង្គុយកណ្ដាលអូនអង្គុយក្រោយតែណែអីទេខ្ញុំអត់អីខ្ញុំតិចតួចដែរអូរបួសដៃដែរភ្លេចមើលដៃហើយម៉ូតូត្រូវបានខ្ទេចបាត់ហើយអរគុណច្រើនបងអរគុណបងសួរតិចមើលអូនឯងអង្គុយក្រោយកណ្ដាលអង្គុយមកអូនអង្គុយក្រោយបងអូនឯងដឹងថាម៉ូតូដែលជន់បង្កធាក់ហ្នឹងម៉ូតូអីហ៎បងដឹងអាសង23ឡើងបងព្រោះម៉ូតូវាមានអាវមុខអាវក្រោយហើយកុងទ័រក៏មានហើយកុងទ័រក៏មានដែរមុនពេលគាត់ឲ្យវាធាក់ម៉ូតូណែវានិយាយមិនបានវាធាក់មុនបងជិះចេញមកផ្សារកណ្ដាលមកវាជិះផ្លេដេញមកក្រោយជិះមកក្រោយវាជិះបាត់ទៅផ្សារហើយវាជិះមកវិញហើយវាសុកផ្លេគេអូវាស្រែកតែផ្លេគេបាទស្រែកផ្លេគេហើយវាធាក់យកហ្មងពេលនេះលបឿនម៉ូតូណែជិះកុងទ័រមិនបានវាធាក់ខ្ទីខ្លាំងមែនអូនគួរសមបងគួរសមដែរតែមួយវាលឿនដែរហ៎បាទលឿនវាធាក់ម៉ូតូយើងបដួលហ្មងហ៎បាទមិនវាវ៉ាខាងឆ្វេងវ៉ាខាងស្ដាំខាងឆ្វេងវ៉ាខាងឆ្វេងធាក់យកហ្មងរូបនឹងជំរាបសួរទៅកាន់ប្រិមត្ត SBL ជាទីមេត្រីនៅវេលាម៉ោង 3:40 នាទីនៅថ្ងៃទី15ខែឧសភាឆ្នាំ2025ខ្ញុំបាទចង់ពួរនៅក្រុមការងារកំពុងតែស្ថិតនៅតាមបណ្ដោយផ្លូវ178កែងនឹងផ្លូវមាត់ទន្លេក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីពេញដោយមុននេះបន្តិចមានហេតុការណ៍ជនបង្ក3នាក់ជិះម៉ូតូមួយគ្រឿងបានជិះយ៉ាងលឿនក៏ធាក់ទៅលើយុវជន3នាក់បណ្ដាលរងរបួសទាំង3នាក់តែម្ដងម្នាក់ទៀតហ្នឹងគឺធ្ងន់ធ្ងរជាងគេបាទបាក់ជើងបងបាក់ថ្មិញបងបែកក្បាលបងដោយមុនពេលកាត់ហើយតាមប្រភពព័ត៌មានបឋមដែលយើងទទួលបានគឺអាប្អូនប្រុសបាទរងគ្រោះ3នាក់ហ្នឹងជិះម៉ូតូមកពីដេហុយមកដល់ចំណុចមាត់ទន្លេម្ដុំសាកដាក៏លេចមុខជនបង្ក3នាក់ជិះម៉ូតូត្រៀមសង់អត់កៅអៅអត់កុងទ័របានជិះយ៉ាងលឿនមកពីក្រោយក៏បានធាក់បាក់ដៃម៉ូតូបណ្ដាលឲ្យជនរងគ្រោះទៀតបាទផ្លោងមកខឿនបាក់ចង្កូតដៃម៉ូតូក៏ដូចជារងរបួសរហូតដល់3នាក់ធ្ងន់ធ្ងរម្នាក់សង្ស័យមកពីការស៊ីផ្លេបាទដាក់គ្នាទៅវិញមកធ្វើឲ្យភាគីម្ខាងទៀតបាទគឺខឹងក៏បានជិះម៉ូតូយ៉ាងលឿនបាទធាក់នឹងបាក់ដៃចង្កូតម៉ូតូរងការខូចខាតជិះទៅមករួចទេគឺជាម៉ូតូ Big ដែលមានស្លាកលេខកណ្ដាល 1AK 1735សូមចាំទៀតកណ្ដាល 1AK 1735គឺជាម៉ូតូជនរងគ្រោះរួមដំណើរ3នាក់ជនរងគ្រោះដែលបើកម៉ូតូហ្នឹងគឺត្រូវបានធ្ងន់ធ្ងរជាងគេបាទរងរបួសបាក់ធ្មេញ3កំណាត់ក៏ដូចជាបែកក្បាលនិងបាក់ជើងផងដែរឯអ្នកដែលជិះកណ្ដាលត្រូវបានបាទរងរបួសកែងដៃអ្នកដែលជិះក្រោយប៉ះទង្គិចក្បាលបាទប៉ះទង្គិចក្បាលគឺមានការវិលមុខឈីក្បាលផងដែរឥឡូវសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះលោកបានមកទីតាំងឡើងនេះហើយដើម្បីធ្វើការសួរនាំក៏ដូចជាធ្វើការទៅតាមជំនាញ
ហើយជនរងគ្រោះគឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយ៉ាងណាមិញសម្បត្តិគេក៏បានចូលមកដល់ទីតាំងនេះដើម្បីធ្វើការទៅតាមជំនាញរបស់លោកផងដែរអរគុណណាប្រិយមិត្តដែលខំចំណាយពេលតាមដានទស្សនាខ្ញុំបាទចောင်းពួននិងបងអូនឌីបើសិនជាការអធិប្បាយលើលោកខ្វះខាតចំណុចណាំសំរងសូមកាន់តែវិតោលមិនថែមខ្ញុំនឹងអាប់ដេតទៅគេហៅទៅ SBL News អរគុណសូមគោរពលា